សួស្តីអ្នកមើលទាំងអស់គ្នាចាស្វាគមន៍មកកាន់ក្រុមគ្រួសាររបស់ខ្ញុំចានេះខ្ញុំឈ្មោះអ៊ីហឹងកូនម៉ៃរួយអរប្រពន្ធណាបើឃើញវីដេអូនេះឲ្យប្តីសុំទោសណាដែលប្តីគិចម្ដាយលេងហើយនឹងឪឯងនិយាយអីចាំឪថាមិនចង់មកទេតែពួកខ្លួនឯងអូសឪមកអញ្ចឹងហើយឪត្រូវតែមកឪបើឯងខ្លាចមែនតែឪឯងមកតាមពួកខ្ញុំទៅអីអាហ្នឹងគេមិនហៅថាខ្លាចទេគ្រាន់តែប្រាប់ទុកមុនប្រាប់ទឹកមុននឹងមិនប្រាប់ទឹកមុនហ្នឹងក៏អញខ្លាចដូចតែឃ្លាដែរហ្នឹងមិនដែលខ្លាចម៉ែកូនឯងទេកុំនិយាយទៅផ្ដាស់យើងរៀនទទួលការពិតខ្លះទៅបើឯងថាខ្លាចម៉ែក៏ប្រាប់ទៅមិនចាំបាច់និយាយអញ្ចឹងទេត្រូវឯងត្រូវតែរៀនទទួលយកការពិតតាមពិតខ្ញុំដើរលេងដ3នេះតែឯងតើមកដែរឯងមកនឹងចង់មករកស្រីដែរមិនពពួកខ្ញុំមកហ្នឹងមិនមកដើរលេងពួកខ្ញុំមករកស្រីតាគ្មានទេយើងចង់បានប្រពន្ធមួយទៀតហ្នឹងមិនតោងមកដែរនិយាយត្រូវនិយាយត្រូវមិននៅមួយក៏រងថ្ងៃចឹងដឹងចិត្តគាត់ច្បាស់ហើយឯងទៅវិញដឹងម៉ែដាក់ខៀវភ្នែកមកចង្រៃពេកម៉ែអើយមករកស្រីថាគាត់យកប្រពន្ធមួយទៀតហើយកុំជឿប្តីស្មោះណាស់ប្តីស្រឡាញ់តែប្រពន្ធម្នាក់តែប្រពន្ធណោះហើយកូនឯងដឹងថាការម៉ែស្រឡាញ់គ្នាទៅបងម៉ែកូនឯងនៅសុំស្រឡាញ់មុនតាពេលហ្នឹងថាព្រមតែម៉ែកូនឯងចិត្តតែបខំរហូតឥឡូវមានអីកូនមិនចេះតិចតែមកបានហើយឈប់និយាយពីរឿងស្នេហាបើឯងខ្ញុំមិនចង់ស្ដាប់ទេឯងចង់ជិះទូកគាត់តស្រួលមានលះប្រាប់ម៉ែកូនឯងថាទៅជិះទូកទេខ្ញុំខ្ញុំនាំខ្ញុំមកជិះទូកកុំឲ្យទៅវិញប្រពន្ធគាត់វាយមើលតែកុំនិយាយដល់ម៉ែមួយថ្ងៃម៉ែបកាត់យកឯងស្មានតែមករកស្រីនៅម៉ែមកជិះទូកហើយចុះនៅលើទូកនោះមានស្រីស្អាតអត់មានទេស្រីស្អាតមានតឡាំด้วยអូយដល់ថ្ងៃពុតនេះទេទៅកន្លែងស្រីទៅនាំឯងមកជិះទូកជិះតែម៉ែកុំល្អច្រើនកុំឲ្យទៅផ្ទះវិញម៉ែដាក់ខៀវភ្នែកទាំងអស់គ្នាហើយឯងណាឈរទៅអីទេក៏មិនឡើងមកព្រោះមួយបើចាត់ហោះខ្ញុំជាងទៅបាត់យីអាកូនយើងរាយយកឯងចាប់មិនដឹងឲ្យទៅជាប់ទៅវាមិនធ្លាក់ទេអ៊ីហងគិតថាយើងគួរតែអត់ឈុកសិនទៅអីអាយម៉ែជិះកូនផងធ្លាក់មកហើយមកគេឲ្យជាអាហ្នឹងសបាយអត់សបាយខ្លាំងណាបោកឯងថាមករស្រីចឹងគេឯងមកជិះទុកសក់ប៉ោងចង់ជ្រួលលីអស់នេះហើយពេលណាមកគេឈប់គេជីដល់ស្មានណាទេខ្ញុំចង់ហោះចោលខ្លួននេះ